ជំរាបសួរបងប្អូនជនរួមភាសាជាទីគោរពបាទថ្ងៃនេះខ្ញុំមកអាននៅសិភៅសុបិនការពិតចែករំលែកនៅប្រវត្តិសាស្ត្របាទអញ្ចឹងយើងជាប្រជាពលរដ្ឋខ្មែរត្រូវតែបាទស្វែងយល់បាទឆ្វេងយល់នៅប្រវត្តិសាស្ត្ររបស់ជាតិដើម្បីដឹងនៅថាប្រវត្តិសាស្ត្រយើងពីមុនបាទយ៉ាងម៉េចបាទឥឡូវយ៉ាងម៉េចបាទនេះជាសិភៅសុបិនការពិតអញ្ចឹងខ្ញុំសូមអានចែករំលែកបងប្អូនទាំងអស់គ្នាបាទបងប្អូនអាចមើលបាទពីសិភៅបាទដែលមានចំណងជឿថាសុបិននិងការពិតដែលនិពន្ធដោយលោកវ៉ាន់ឌីក្អុនបាទខ្ញុំសូមចែករំលែកនៅបុព្វកថាបងប្អូនបុព្វកថាហើយដូចជាវែងដែរអញ្ចឹងខ្ញុំសូមតែអានតែ2នាទីអីទេអាចថាមួយស្លឹកឬក៏2ស្លឹកទៅបាទបុព្វកថាសុបិននិងការពិតជាការសិក្សាហេតុផលនៃព្រឹត្តិការណ៍សំខាន់ទាំងឡាយដែលកើតមានឡើងនៅប្រទេសកម្ពុជាតាំងពីដើមសតវត្សទី19មកដល់នឹងសព្វថ្ងៃនេះការវិវត្តនៃព្រឹត្តិការណ៍នៅក្នុងសង្គមមួយមិនត្រឹមតែតាក់ទងនឹងដំណើររបស់ពិភពលោកឬការប្រជែងកម្លាំងនៅក្នុងតំបន់ប៉ុណ្ណោះទេតែវាតែមានកត្តាខាងក្នុងផ្សេងទៀតដែលកកើតឡើងនៅក្នុងបរិបទវប្បធម៌និងប្រវត្តិសាស្ត្រនៃសង្គមមួយជាដំណរក្នុងចំណោមកត្តាចុងក្រោយនេះមានកត្តាម្យ៉ាងដែលជំរុញឲ្យព្រឹត្តិការណ៍ចម្បងមួយចេញជារូបរាងឡើងយើងកំណត់ហៅកត្តានោះថាកត្តាបុព្វហេតុកត្តាបុព្វហេតុនេះនៅទោះត្រូវទោះមិនសូវសំខាន់ប៉ុន្មានក្តីក៏ជាហេតុដែលកកើតឲ្យមានព្រឹត្តិការណ៍ចម្បងនោះដោយផ្ទាល់ភ្លាមមួយរំពេចដែររីឯរូបភាពនៃព្រឹត្តិការណ៍ចម្បងនោះគឺអាស្រ័យទៅតាមបច្ច័យបដិសបាតបាទបងប្អូនអាចអានខុសបន្តិចដោយសារពាក្យនេះខ្ញុំដូចជាអត់សូវយល់ឬក៏អត់សូវចេះទេបងប្អូនបាទរបស់វាផ្ទាល់ការវិវត្តនៃវប្បធម៌និងការប្រែប្រួលស្ថានភាពសង្គមសេដ្ឋកិច្ចនិងសង្គមមួយដែលជាកត្តាសំខាន់នៃការរោគកើតឡើងបាទនៃការរោគកើតឡើងនៃបាតុភូតផ្សេងខុសប្រក្រតីមួយចំនួនបាទហើយមានបើកវងកញ្ចក់ជាភាសាបារាំងបាទមិនចេះអានទេអញ្ចឹងខ្ញុំមិនបានអានទេបាទដែលកើតមាននៅក្នុងសង្គមនោះដែរសង្គមកំពុងអភិវឌ្ឍខ្លះនិងសង្គមលូតលាស់ដែលចុះខ្សោយដោយប្រការផ្សេង
ប្រការផ្សេងតែងតែមានការពិបាកនឹងសម្របខ្លួនតាមសភាពការពិភពលោកនៅក្នុងករណីបែបនេះប្រជាជាតិឬសហគមន៍នោះតែងតែបារម្ភខ្លាចបាត់បង់អញ្ចឹងនេះគឺជាទំព័រទី7បាទហើយខ្ញុំសូមអានតែមួយទំព័រនេះទេដើម្បីកុំឲ្យវីដេអូនេះបាទមានវែងពេកបាទវែងពេកអញ្ចឹងសូមអរគុណបាទសូមជម្រាបលានិងកັບបាយបង្គំលា